ជំរាបសួរថ្ងៃនេះខ្ញុំបាទសូមមកហារបៀបធ្វើបាយឆាឆ្ងាញ់ស្រួលគ្រឿងផ្សំមានបាយពងមាន់ខ្ទឹមស្លឹកខ្ទឹមដំបូងឲ្យបើកភ្លើងដាក់ខ្ទះដាក់ខ្លាញ់ដាក់ខ្ទឹមបំពងឲ្យស្ញុយលីងឲ្យឡើងពណ៌ក្រហមបន្ទាប់មកគោះពងទាដាក់ចូលរួចកូរត្របល់ឲ្យសព្វរួចយើងដួសបាយដាក់ចូលដាក់គ្រឿងផ្សំមានដូចជាម្សៅស៊ុបនិងស្ករបន្តិចជាចុងក្រោយយើងដាក់ស្លឹកខ្ទឹមជាការស្រេចត្រអចាតាមានណាត្រមិនស្នេហ៍បានត្រីណាមានព្រៃសំណាមបានប្រានប្រថ្លៃរួចប្រាំទ្រូងជុំបេះដូងនោមព្រឺព្រួយកាយតាសិនថ្លៃប្រតនាឆ្ងាយគេថាបាយឆាំបូលីយ៉ាប្រងកំពូតឆ្លៃមួយក្នុងលងកាជុំតែម្ដងកុំឲ្យកន្លងពីហាន់ថារំដៃក្រៃគូកំបណ្ដោយឆ្ងាយពីអរ៉ានាំទងខាយផ្លៃសាររាត្រី